ក្រោយពីអាមេរិកាំងផ្ទះកំភ្លៀងអនុទិនចានវិរៈគុណបាទក្រោយពីអនុទិនបានផ្ទះកំភ្លៀងបានផ្ទះកំភ្លៀងអនុទិនចានវិរៈគុណមកណាក្រៅពីបានផ្ទះកំភ្លៀងអនុទិនចានវិរៈគុណមកការផ្អាកការចរចាដំណាក់កាលទី3នៃពន្ធគយនិងជំនួញរវាងថៃឡង់និងអាមេរិកនៅបន្តតទៅទៀតមិនទាន់ឃើញមានការលើកលែងទេហើយអនុទិនក៏មិនសូវមានសកម្មភាពអីដែរដោយសារដំណើរបញ្ចប់នៃទស្សនកិច្ចរបស់ព្រះចៅទៅកាន់ប្រទេសចិនត្រូវចប់នៅក្នុងថ្ងៃនេះហើយនៅប្រទេសថៃមានគ្រោះភ័យធម្មជាតិបន្តទៅទៀតទំនប់មានទឹកច្រើនធាតុអាកាសត្រជាក់ជាងមុនហើយភ្លៀងធ្លាក់ផងបញ្ហាសេដ្ឋកិច្ចនៅប្រទេសថៃគឺធ្លាក់ចុះក្រោម 2% នៃសេចក្តីចម្រើន GDP ទោះបីយ៉ាងណាក៏ខាងកងទ័ពថៃនៅតែបង្ហាញអំពីដំណើរនៃការអនុវត្តផែនការចក្រពង្គយុវនាថបាទគឺមានការអនុវត្តជាហូរហែនៅភូមិភាគ1និងភូមិភាគ2និងសមុទ្រផងដែរជាពិសេសសកម្មភាពសមុទ្រថៃបានបង្កើនសកម្មភាពសមុទ្រដោយកងទ័ពជើងទឹកថៃបានសម្ដែងឫទ្ធិត្រង់នេះក៏ជាចំណែកមួយដែលកំពុងតែផុសផុលឡើងនៅថ្ងៃ16ម្សិលមិញណាសកម្មជននយោបាយថៃម្នាក់អតីតពួកអាវក្រហមចតុភ័ណ្ឌព្រំផានដែលជាពួកអាវក្រហមបានប្រកាសនៅក្នុង Facebook របស់គាត់ថាថៃហើយនឹងអធិបតេយ្យភាពថៃសំខាន់ជាងអ្វីទាំងអស់ដូច្នេះហើយគាត់កំពុងតែអំពាវនាវហៅឲ្យមានបាតុកម្មធ្វើឡើងនៅថ្ងៃទី22នៅមុខស្ថានទូតម៉ាឡេស៊ីនិងអាមេរិក demonstration aimed to oppose of what he described as interference by US President Donald Trump and Malaysian Prime Minister Anwar Ibrahim in Thailand's sovereignty over the escalating border conflict with Cambodia following allegations that Cambodian forces planted new mines inside Thai territory. An incident that severely injured a Thai soldier. គាត់យករឿងទៅតវ៉ានៅថ្ងៃទី22nd of November ថ្ងៃទី22ខែវិច្ឆិកានៅមុខស្ថានទូតម៉ាឡេស៊ីនិងអាមេរិកដោយចោទប្រកាន់ថាម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកប៉ះពាល់ដល់អធិបតេយ្យជាតិថៃនេះគឺជាសម្ដីរបស់ចតុភ័ណ្ឌព្រំផានអតីតមេដឹកនាំរបស់ Red Shirt បើតាមខ្ញុំចាំគាត់ពួកអាវក្រហមណាចាំមើលថ្ងៃ22យ៉ាងម៉េចណាថ្ងៃ22យ៉ាងម៉េចតើចតុភ័ណ្ឌចេញមកធ្វើកិច្ចការអីអានឹងជាចំណុចមួយបាទជាចំណុចមួយចំណុចមួយទៀតមានព័ត៌មានតាក់ទងអំពីកងទ័ពជើងទឹកថៃដែលកាលពីថ្ងៃច័ន្ទទី17នេះបាទ2ថ្ងៃមិញណាថាភាពតានតឹងនៅតាមបណ្ដោយព្រំដែនណា
ភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់តម្រូវឲ្យនាវាផ្ទុកយន្តហោះរបស់ថៃHTMS ចក្រីណូរ៉ឺបេតដែលជានាវាផ្ទុកយន្តហោះតែមួយរបស់ថៃត្រូវផ្អាកកម្មវិធីទេសចរសម្រាប់សាធារណជនហើយនាវានេះត្រូវត្រៀមលក្ខណៈដើម្បីនឹងរៀបកងទ័ពថៃប្រឈមនឹងអ្វីថៃចង់និយាយថាសង្គ្រាមជាមួយកម្ពុជានេះគ្រាន់តែជាក្រឡានៃឧបាយកលនិងយុទ្ធសាស្ត្ររបស់ផែនការចក្រពង្គយុវនាថតែប៉ុណ្ណោះភុវនាថសំទោសចក្រពង្គភុវនាថតែប៉ុណ្ណោះណានាវាផ្ទុកយន្តហោះចក្រីណូរ៉ឺបេតដែលជានាវាផ្ទុកយន្តហោះនៃកងទ័ពជើងទឹកថៃគឺជាចំណែកមួយនៃកងកម្លាំងជើងទឹកថៃនាវានេះបានផលិតដោយប្រទេសស្ប៉េនហើយបានលក់មកឲ្យថៃជាយូរមកហើយបើតាមខ្ញុំដឹងនាវានេះគេប្រើប្រាស់ត្រឹមតែបេសកកម្មសង្គ្រោះទេឥឡូវនេះគេត្រៀមលក្ខណៈគេបិទទេសចរលើនាវាហ្នឹងហើយគេឈប់ឲ្យមនុស្សឡើងទៅមើលនាវាហ្នឹងហើយគេត្រូវរៀបចំនាវាហ្នឹងដើម្បីជាចំណែកមួយនៃយុទ្ធសាស្ត្រចក្រពង្គភុវនាថដែលជាផែនការប្រឆាំងនឹងលោកហ៊ុនសែន